ครูខ្ញុំម្ចាស់សូមអរព្រះអង្គគ្រូហើយសូមថ្លែងអំណរគុណព្រះអង្គគ្រូដ៏ក្រៃលែងព្រះអង្គគ្រូជាព្រះរស់ដែលប្រោសសត្វដែលល្ងិតល្ងងដូចជាខ្ញុំម្ចាស់គុណរបស់ព្រះអង្គគ្រូមិនអាចយកអ្វីមកអធិប្បាយបានទេធម៌របស់ព្រះអង្គគ្រូជាធម៌ពិតធម៌ដែលអាចពិសោធន៍បានដែលអាចជាក់ច្បាស់ដោយខ្លួនឯងបានហើយខ្ញុំម្ចាស់ជឿជាក់ថាធម៌របស់ព្រះអង្គអាចនាំសត្វចេញចាកពីវដ្តទុក្ខនេះបានដោយពិតហើយនឹងតាក់តងនឹងសេចក្តីភ័យខ្លាចតក់ស្លុតផ្សេងដែលសូវមានណាបងសេចក្តីសមណោះរីករាយក៏អត់សូវមានដូចមុនស្មើសាធុបងសាធុហើយកណាក៏សូមអរគុណព្រះអង្គគ្រូដែលព្រះអង្គគ្រូតែងតែមានមេត្តាករុណាចំពោះសត្វលោកទាំងឡាយណាលើដើរដល់ផ្លូវនេះស្គាល់ពីចាប់ផ្ដើមយល់ពីបេះដូងរបស់ព្រះហើយនឹងបេះដូងរបស់ព្រះអង្គគ្រូមានមេត្តាករុណាពេលក្រៃតែងតែលើកទឹកចិត្តតែងតែលើករកបាយប្រយោជន៍សត្វលោករហូតបងគ្រូសាធុអាចារ្យពធបងសាធុខ្ញុំម្ចាស់ជាសិស្សដែលរៀនបាន5 6វគ្គហើយគុណម្ចាស់ហើយខ្ញុំម្ចាស់សូមឱកាសទូលសួរព្រះអង្គគ្រូថាកាលពីវគ្គទី54ខែ8កន្លងមកនេះព្រះអង្គគ្រូឲ្យខ្ញុំម្ចាស់ពិនិត្យមើលធាតុទាំង5ដាច់ចេញពីគ្នាជាបរមត្ថនិងធាតុ6នៅក្នុងហត្ថយវត្ថុកាលនោះធាតុទាំង5នឹងបានប្រកាសហើយប៉ុន្តែពេលត្រឡប់មកផ្ទះខ្ញុំម្ចាស់ព្យាយាមរំលឹកមេរៀនឡើងវិញហើយក្នុងពេលនៅផ្ទះនឹងសង្ខារក្រោតគ្រៀតចេញច្រើនព្រះអង្គគ្រូពេលសង្ខារក្រោតគ្រៀតនឹងចេញមកធាតុទាំង4ក៏ប្រកាសឡើងដែរគុណម្ចាស់តែខ្ញុំម្ចាស់ចេះតែព្យាយាមបដិបត្តិបន្តហើយក៏រំលឹកទៅតែព្រឹកមិញនេះព្រះអង្គគ្រូធាតុទាំង5បានប្រកាសច្បាស់ម្ដងមួយជាដំបូងធាតុដីបានប្រកាសឡើងផ្នែកខាងលើនៃកាយនឹងឡើងរឹងបន្ទាប់មកធាតុដីនោះក៏បានទុនមានសភាពទុននឹងតាំងនៅមួយសន្ទុះដែរទៅរលាយហើយកាយនោះក៏ប្រែប្រួលទៅសភាពដើមវិញបន្ទាប់ពីនោះមកវាយោធាតុក៏ប្រកាសឡើងវាយោធាតុបានកន្ត្រាក់កាយដូចជាដៃខួងអញ្ចឹងគុណចាស់ច្រើនលើកច្រើនសារបន្ទាប់មកកាយនោះក៏មានសភាពរលាយទៅគុណចាស់មួយសបាក់មកក៏វាតាំងនៅបានមួយសបាក់ធាតុខ្យល់នោះក៏រលត់តមកខ្ញុំចាស់ក៏បន្តបដិបត្តិដោយធ្វើយោនិសោមនសិការៈថាកាយនេះជាធាតុនេះមិនទៀងធាតុនេះមិនមែនអញមិនមែនជារបស់អញមួយសន្ទុះមកធាតុទឹកនឹងក៏ប្រកាសឡើងតែមុននឹងធាតុទឹកប្រកាសឡើងកាយក៏លាយដូចមុនអញ្ចឹងធាតុទឹកនឹងចេញមកច្រើនទៅហើយក៏តាំងនៅមួយសបាក់ធំហើយក៏រូបនឹងក៏រលាយហើយអេយ៉ាបតក៏ប្រែប្រួលទៅសភាពដើមវិញអង្គហើយក៏ធ្វើយោនិសោបន្តទៅទៀតពេលនោះធាតុភ្លើងចេញមកព្រះអង្គមានសភាពធាតុក្តៅចំហាយក្តៅចេញមកនិងចំហាយត្រជាក់ចេញមកដូចជាតកកម្ដុំដែលកំពុងតែហុយផ្សែងហើយចេញធាតុក្តៅមកក្នុងពេលដំណើរគ្នាបន្ទាប់មកមួយសបាក់មកក៏ធាតុភ្លើងនឹងរលត់ហើយអរិយាបថក្នុងក៏មានភាពប្រែប្រួលទៅសភាពដើមវិញខ្ញុំម្ចាស់ក៏តាំងអរិយាបថអង្គុយតាមធម្មតាស្រាប់តែម្ដងនេះគឺស្រាប់តែរាងកាយនឹងរលាយបន្តិចដងអស់អាលីងអត់មាននៅសេសសល់អីគឺនៅតែលំហទៅទេគឺអស់អាលីងតែម្ដងហើយក៏ភាពលំហនោះតាំងនៅមួយសបាក់បន្ទាប់មកខ្ញុំម្ចាស់បន្តធ្វើយោនិសោហើយស្រាប់តែវាយោធាតុនឹងបានប្រកាសឡើងតិចដងហើយក៏ប្រកាសឡើងនៅកន្លែងហត្ថយវត្ថុហើយដៃទាំងមូលអស់អាលីងហើយព្រះអង្គនៅសល់តែកន្លែងហត្ថយវត្ថុនឹងហើយក៏ធាតុខ្យល់នឹងគួចវិលខ្ញាល់នៅកន្លែងហត្ថយវត្ថុនឹងតែម្ដងបាសនាកាយានុបស្សនាយកអិយាបតដេកបងស្អាកណាឥឡូវបដិបត្តិរយប់បងម៉ោង1ម៉ោង2អីកណាជាស្រ័យនឹងការបដិបត្តិចាបងណាបដិបត្តិរាល់ថ្ងៃទៅកណារលត់កាយសង្ខាររហូតទៅពេលដល់ម្សិលមិញហ្នឹងកណាយោនិសោមនសិការៈនៅធាតុមិនទៀងមិនមែនខ្លួនអញមិនមែនរបស់អញអូសមេរៀនទី10ហ្នឹងបងពេលចឹងទៅក៏ស្កាយសង្ខារទាំងមូលហ្នឹងចិត្តវាល្អិតតូចបងសឹបទៅហ្មងសឹបចូលទៅវាចិត្តហ្នឹងវាល្អិតទូទៅដូចវាធ្លាក់ម្ដងតិចបងរហូតដល់ចូលក្នុងញៀនហ្មងបងយើងដឹងថានោះញៀនហ្មងបងញៀនហ្នឹង
វាឲ្យមើលនៅកាយទាំងមូលកាយហ្នឹងលេងមានជាដៃជើងអីទៀតដែរបងគឺធាតអីនឹងធាតដែរបងដូចថាអត់មានសម្គាល់ថាមានអញទៀតដែរបងវាឲ្យទៅនិយាយថាវាអស់កន្លងនៃអញទៅពេលអញ្ចឹងទៅកណាក៏ឃើញសភាវៈធម៌វាកើតនាមរូបទឹកដីភ្លើងខ្យល់វាកើតដូចថាវាចែកដាច់ពីគ្នាបងកាលមុនយោនិសោមនសិការរឿយហើយយើងមិនទៀងមិនអីទៅពេលវាចូលដល់កន្លែងហ្នឹងវាលេងយោនិសោមនសិការរៈលេងកើតវាគ្រាន់តែចិត្តមួយនៅក្នុងឧបេក្ខាហើយមើលនៅសភាវៈហ្នឹងទាំងអស់វាប្រែប្រួលមិនទៀងហ្នឹងបងហើយវាមិនមែនរបស់យើងនិយាយទៅវាចិត្តហ្នឹងវាអត់មានតាំងនៅក្នុងអាត្មាអញក្នុងពេលហ្នឹងបងវាអស់អត្តាវាថាវាប្រឡែងអត្តាចោលប្រឡែងថាគិតថាអញបានឃើញទេបងមានថាអ្វីគឺរូបឯនឹងនាមហ្នឹងគឺវាបែងចែកដាច់ពីគ្នាហើយដូចវាអាស្រ័យគ្នាទៅវិញទៅមកបងដូចវាបែងចែកដាច់ពីគ្នាហ្មងហើយកណាគិតថាសុភាវៈធម៌ទាំងឡាយមិនមែនអញមិនមែនខ្លួនអញអញ្ចឹងដែលព្រះអង្គឲ្យយកមនសិការរឿយហ្នឹងឥឡូវចូលដល់កន្លែងមិនមែនអញមែនដូចថាវាអស់អញអញ្ចឹងបងអស់ប្រកាន់នៃអញបានឃើញសភាវៈធម៌នោះអីវាអស់វាចូលដល់កន្លែងហ្នឹងកណាបាក់ប្រាប់ព្រះអង្គដែរដូចថាដូចជាញៀនមួយដែលថាឲ្យយើងមើលគាត់តែមើលដូចថាដូចយើងមើលកន់ហ្នឹងបងគាត់តែមើលហើយចិត្តហ្នឹងនឹងស្មើក្នុងអបេខាញាប់ញ័រទាំងអស់មើលកណាកាលមុនកណារលត់កាយសង្ខារសភាវៈធម៌ក្រៅមកខ្លាំងអីគឺញាប់ញ័រតិចតួចទៅពេលរហូតទៅអត់សូវញាប់ញ័រទៅលើទៅចូលដល់កន្លែងហ្នឹងមកតង់ទៀតហ្នឹងគឺអត់មានញាប់ហើយចិត្តហ្នឹងនឹងស្មើក្នុងអបេខាញាប់ញ័រទាំងអស់មើលកណាកាលមុនកណារលត់កាយសង្ខារសភាវៈធម៌ក្រៅមកខ្លាំងអីគឺញាប់ញ័រតិចតួចទៅពេលរហូតទៅអត់សូវញាប់ញ័រទៅលើទៅចូលដល់កន្លែងហ្នឹងមកតង់ទៀតហ្នឹងគឺអត់មានញាប់ញ័រហ្មងគឺចិត្តនៅតាំងក្នុងអបេខាហើយវាមានត្រឹមតែញៀនដឹងនាមរូបចែកដាច់ពីគ្នាបងនាមរូបហ្នឹងវាមានសភាពមិនទៀងណាគឺមានតែធាតុដឹងហើយនិងធាតុមិនដឹងហើយកណាក៏ថាកាយនេះមានតែធាតុដឹងហើយនិងធាតុមិនដឹងធាតុដឹងមិនទៀងមែនធាតុមិនដឹងនោះក៏មិនទៀងទុកសាធុដោយសេចក្តីអនុគ្រោះពីខ្ញុំកណាបងសាធុពោចំណានពោសាធុពោនឹងបញ្ញាកើតហើយពោបញ្ញាកើតដែលយើងអាចចែកច្បាស់អំពីធាតុដឹងនិងធាតុមិនដឹងរូបនាមបាច់ចេញពីគ្នាប៉ុន្តែដើម្បីឲ្យផ្ទៀងផ្ទាត់ឲ្យច្បាស់អំពីធាតុនឹងបន្តទៀតញោមទៅរៀនជាមួយនឹងធាតុ18ពោធាតុ18ដែលញោមទៅរៀនចែកអំពីធាតុដឹងនិងធាតុមិនដឹងតាមទ្វារទាំង6ពោរាល់ថ្ងៃនៅក្នុងភាសានេះប្រហែលជារហូតដល់ថ្ងៃចេញភាសាពេលចេញភាសាឬក៏មុនចេញភាសាហ្នឹងគ្រូត្រូវចេញទៅឬក៏ចេញភាសាហើយហ្នឹងគ្រូទៅចេញទៅព្រៃមួយទីជាអត់បាននៅក្នុងពុទ្ធមណ្ឌលទេចឹងដូច្នេះឥឡូវនេះញោមមានពេលញោមមកយកមេរៀនថ្មីព្រោះណាគ្រូនឹងបរៀនញោមពីធាតុ18ដើម្បីចែកច្បាស់អំពីទ្វារទាំង6រវាងធាតុដឹងនិងធាតុមិនដឹងពោកាន់តែច្បាស់ជាងអ្វីដែលញោមបានឃើញកន្លងមកពោមានផ្លូវច្បាស់លាស់ជាងនឹងមានបន្ថែមទៀតពោចឹងញោមមកសិក្សាមកពោរាល់ថ្ងៃហ្នឹងមានសិស្សយើងមករៀនរាល់ថ្ងៃពោនឹងគាត់លោកគ្រូពោម៉ោង 6:30 នាទីដល់ត្រឹមម៉ោង 8 ឬក៏ម៉ោង 4ញោមមកយកមេរៀនហើយខ្ញុំរៀនប្រហែលជាកន្លះម៉ោងខ្ញុំអាចចេញទៅផ្ទះវិញក៏បានឬក៏ញោមមករៀនវត្តថ្ងៃមួយយប់2យប់ក៏បានដែរពោប៉ុន្តែផ្ដាំត្រសិស្សបាសនាទាំងអស់មេរៀនដែលគ្រូបរៀនញោមនេះសម្រាប់សិស្សចាស់ទេពោណាសិស្សថ្មីមកអត់ឲ្យរៀនទេពោសិស្សថ្មីត្រូវឲ្យចូលវិបស្សនា7ថ្ងៃសិនពោវិបស្សនាក៏មានសមាធិដែរគេហៅថាវិបស្សនាសមាធិប៉ុន្តែវិបស្សនាសមាធិមិនមែនជាឧបចារសមាធិមិនមែនជាអបណាសមាធិទេតែវិបស្សនានេះមានវិបស្សនាសមាធិបើយើងអត់មានសមាធិទេมันអាចមកចាប់នឹងរូបធម៌និងនាមធម៌បានទេដោយលក្ខណៈដែលជាធាតុមិនដឹងនិងធាតុដឹងកាលណាអត់មានវិបស្សនាសមាធិទេมันអាចមកចាប់នឹងការកើតឡើងរបស់បច្ច័យនឹងការរលត់ទៅនឹងការរលត់នៅបច្ច័យគឺអត់បានទេសិតតែមានសមាធិទាំងអស់យល់ទេចឹងក៏តែសមាធិថ្នាក់សមថៈជាសមាធិមានឧបចារសមាធិនិងអបណាសមាធិរហូតដល់បឋមឈាននិងទុតិយឈានតែចំពោះសមាធិរបស់វិបស្សនាគឺជាវិបស្សនាសមាធិបានដល់ខនិកសមាធិក៏តែខនិកសមាធិបើសិនជាកើតហើយកើតទៀតកើតហើយកើតទៀតកើតហើយកើតទៀតអញ្ចឹងវាស្ងប់នៅក្នុងអារម្មណ៍នឹងដែរស្ងប់ដូចគ្នាខនិកច្រើនទៅស្ងប់ដែរវាស្ងប់វាស្ពីតគ្នាវាអត់មានអីចូលមកជ្រែកណាលោកបងនឹងគេហៅថាវិបស្សនាសមាធិចំពោះវិបស្សនានេះឲ្យតែកើតដោយពិតប្រាកដជាសមាធិផងជាកុសលផង
ហើយជាសម្មាបដិបទាផងប្រព្រឹត្តទៅនៅក្នុងចតុភូមិកធម៌យល់ស្មើ100%